LX 600ប្រើបាន6000គីឡូឆ្នាំ2024ឡានមកគ្រឿងនេះខ្ចីលវក់មកបងប្អូនដែលមានតម្រូវការ Lexus LX 600 ស៊េរីថ្មីបងប្អូនឆ្នាំ2024ឡានមកគ្រឿងនេះបងប្អូនមកមើលខ្ញុំធានាឲ្យមានកន្លែងទាស់ចិត្តបងប្អូននេះឡានមកគ្រឿងនេះបាទធានាមូលមកជុំហ្មងខ្ចីញញបងប្អូនឥឡូវយើងមកមើល condition ឡានមកគ្រឿងនេះទាំងអស់គ្នាបងប្អូនបាទសម្រាប់ផ្នែកខាងក្រោយដោយបងប្អូនបានឃើញអញ្ចឹងធានាទឹកថ្នាំធានាអីជូនបងប្អូនទាំងអស់ណាព្រោះឡានមកគ្រឿងនេះខ្ចីញញអត់មានបុកអត់មានប៉ះកន្លែងណាទេបាទភ្ញៀវគាត់វាយដូរយកចំនួនយកឡានថ្មីមកគ្រឿងទៀតទៅបងប្អូនបាទអញ្ចឹងយើងមកមើលផ្នែកខាងក្នុងបងប្អូនតើតងជាមួយនឹងដេប៉ាក្អីអីនិយាយទៅអត់ឲ្យទាស់ទេបងប្អូនឡានមកគ្រឿងនេះព្រោះសារឆ្នាំ2024ហើយភ្ញៀវគាត់អត់សូវមានពេលជិះទេឡានមកគ្រឿងនេះហើយភ្ញៀវគាត់វាយដូរយកឡានថ្មីមួយទៀតទៅបាទចឹងបងប្អូនមានតម្រូវការគឺ the best មកសម្រាប់ឡានមកគ្រឿងនេះបាទបងប្អូនមើល depa តវលអីបាទឃើញហ្នឹងគឺចាំងណាបងប្អូនមិនមែនស្នាមសសជាប់តវលទេហើយមកគ្រឿងនេះគឺមានជាមួយនឹងទូទឹកកកមកទៀតបងប្អូន full option ណាបញ្ជាក់បងប្អូន full option បាទចឹងបងប្អូនគាត់ស្រឡាញ់ពណ៌សហើយខាងក្នុង cherry មើលទៅ base មែនតើបងប្អូនអ្នកគ្នាបាទមើលដៃទ្វារបាទ screen អីផ្សេងៗនិយាយទៅឡានមកគ្រឿងនេះបងប្អូនទិញទៅគឺបាន full set ហ្មងបន្ថែមជាមួយកម្រាល VIP នៅពីក្រោមបន្ថែមទៀតចឹងបងប្អូនអ្នកស្រឡាញ់បាទបងប្អូនលឿនឡើងក៏អីមាន3ជួរបងប្អូនទាំងអស់គ្នាបាទបងប្អូនមើលដេប៉ាក៏អីនេះអត់មានស្នាមកលិតកលាញនេះទេបាទបងប្អូនដែលគាត់ចង់សេវលុយបាទមិនបាច់ចាំទិញឡានថ្មីក៏បានដែរមកគ្រឿងនេះបងប្អូនទិញទៅដូចបានបកកេះអញ្ចឹងព្រោះថ្មីគ្រប់សពបែបយ៉ាងទាំងអស់បងប្អូនទាំងគ្នាក៏អីគឺអត់មានកលិតកលាញទេបាទនេះគឺយើងលើកមកជាហៀងជូនបងប្អូនមើលដោយសារយើងមានអីវ៉ាន់នៅខាងនេះបាទលើកទៅទៀតយើងយកអីវ៉ាន់ចុះបាទអញ្ចឹងខ្ញុំលើកបង្ហាញបងប្អូនថាយើងមានកៅអីរហូតដល់3ជួរហើយបងប្អូនមើលកម្រាលអីនេះបាទយើងកាត់ជូនបងប្អូនតែម្ដងថ្មីមែនតើបងប្អូនមើលកម្រាលសម្បីតែស្នាមឆ្កូតបន្តិចក៏អត់មានដែរបងប្អូនទាំងគ្នាបាទថ្មីមែនតើចឹងបងប្អូនស្រឡាញ់តាក់ទងមកបានបាទឡានមកគ្រឿងនេះធានាភិនភាគជូនបងប្អូនបាទប៉ះថាប៉ះអត់ថាអត់ធានាបងប្អូនហើយកន្លែងនេះយើងមានជាមួយនឹងប៊ូតុងសម្រាប់តឡើងតម្លាក់កៅអីបាទមាន AC 220V បាទ1000 W អូឆ្ងាញ់បងប្អូនអ្នកគ្នាបាទអញ្ចឹងបងប្អូនអាចប្រើប្រាស់តាមតម្រូវការបងប្អូនបាទមើលភិនភាគឡានស្អាតមែនតើបងប្អូនបាទអញ្ចឹងវីដេអូនេះខ្ញុំអត់មានអីនិយាយច្រើនទៀតទេបងប្អូនមានតម្រូវការបងប្អូនអាចជើញតាក់ទងមកបាន Lexus LX 600បាទប្រើបានតែ6000គីឡូទេបងប្អូនអ្នកគ្នាខ្ចីលវក់ហ្មងអរគុណបងប្អូនបាទអញ្ចឹងបងប្អូនជួបគ្នា